សួស្តីអ្នកទស្សនាឆ្ងាយពីអាជួបព័ន្ធរបស់គ្នាថ្ងៃនេះខ្ញុំមានប្រធានភេទមកបង្ហាញដល់គ្នាដែលនេះគឺការវិជាបន្លែណាអានេះគេហៅថាដើមផ្កាអង្គាដីនិងការអង្គាដីនេះវាមានពីរពណ៌ដែលមានជាពណ៌ក្រហមហើយនិងពណ៌សបែបនេះការនេះយកទៅស្លដែលបែបជាស្លកកូនណាអញ្ចឹងអានេះគេហៅថាអង្គាដីការវានេះគេយកធ្វើជាបន្លែផ្លែស្លកូការច្រើនទៀតណាដើមនេះវាថាការខាត់បានផលហើយខ្លាយទៅបែបនេះវារៀងប្រវែងអញ្ចឹងណាគឺវាយមាសចូលពីចអាអញ្ចឹងអាចថាចង់កន្លះម៉ែត្រហ្នឹងអ្នកនរថាសង់ម៉ែត្រជាងហើយស្លឹករបស់វាគឺបែបហ្នឹងវាមានធាងអត់ធាងអញ្ចឹងស្លឹកវាពីរជួរស្របវាពីរជួរហើយស្លឹកវាតូចល្មមដែរច្រើនដែរស្លឹកវាប្រវែងប្រហែលជា4-5 សង់ទីម៉ែត្រប្រវែងសំប៉ែតដល់ស្របនេះពីរហ្នឹងអញ្ចឹងអាហ្នឹងគឺជាស្លឹកផ្កាអង្គាដីដែលម្ដងវាមានពណ៌សហើយដើមរបស់វាលក្ខណៈថាវាមិនទៅជាក្លឹបឯបានទេផុយស្រួយអញ្ចឹងហើយដើមវានៅខ្ចីហ្នឹងពណ៌រឿងបៃតងទៅពេលចាស់ទៅនេះដើមវាបែបនេះពណ៌ដែលមកមានជាសកាកលាអញ្ចឹងណាអញ្ចឹងអាហ្នឹងគេហៅថាដើមផ្កាអង្គាដីផ្កាអង្គាដីហ្នឹងដែលពីច្រើនវាអត់ដាំវិញវាដុះដល់ឯងទៅធម្មជាតិខ្លះគេដាំទៅពីច្រើនវាដុះដល់ធម្មជាតិហើយផ្លែផ្ការបស់វាបែបនេះវាមានធំប្រហែលជាចង់ហើយជាមកទឹកដែរអ្នកនរគ្នាការវាមាន4-5បន្ទាប់ចេះបែបហ្នឹងហើយពណ៌មានពណ៌សហើយនិងពណ៌អមជាជ្រូកតែគេយកវាមកធ្វើជាបន្លែស្លកកូរឬក៏លក់ហើយធាងរបស់វានេះគឺនៅគល់អត់ធំមានទេវាមានតែមកចុងនេះវាដុតធាងទុំវិញទៅធាងហើយមានជាស្លឹកអញ្ចឹងទៅអញ្ចឹងនេះគឺជារសជាតិដែលគេយកផ្លែធ្វើបន្លែទៅយកផ្កាភេទដែលយកផ្កាទៅយកបន្លែដែលគេហៅថាដើមផ្កាពីដីហ្នឹងឯងតោះឥឡូវទៅមើលចិត្តទាំងអស់គ្នាមួយខ្ញុំនេះគឺលក្ខណៈដើមផ្ការបស់ដើមគៀដីដែលដើមវាដើមមួយឆ្នាំជាង2ឆ្នាំហ្នឹងមានផ្លែមានផ្កាឯទាំងអស់គ្នាផ្កាវាធ្វើជាបន្លែស្អាតណាដើមហ្នឹងប្រហែលជា3 ម៉ែត្រ 4 ម៉ែត្រហ្នឹងអ្នកទាំងអស់គ្នាដែលវាមានផលជាផ្កាបានធ្វើជាបន្លែហើយផ្លែវាមូលប្រវែងដោយស្ដាយគួរអញ្ចឹងតែវារៀងតូចជាងបន្តិចហើយរៀងសំប៉ែតជាងណាកាក់ផ្លែវាបែបហ្នឹងគេហៅថាអង្គាដីហើយពូជវាមានពូជគេហៅថាពណ៌ក្រហមនិងពណ៌សតែម្ដងនេះពណ៌សណាហើយផ្កាវាគ្រប់រដូវយើងអាចបេះលក់ក៏បានបេះស្លធ្វើជាបន្លែស្លកកអីហ្នឹងអញ្ចឹងអាហ្នឹងគឺដើមអង្គាដីហើយចាំមើលឈ្មោះបរទេសខ្ញុំនឹងដាក់ក្នុងចំណងជើងហើយដើមនេះប្រហែលជាអាយុកាល1 ឆ្នាំជាង2 ឆ្នាំអីហ្នឹងអ្នកនរគ្នាវាមានផ្កាមានផ្លែហើយតែដើមតូចផ្លែផ្កាច្រើនណាស់នេះអត់មែនទេដើមនៅដីគេទើបចាក់ថ្មីដែរដើមនេះប្រហែលជា4 ម៉ែត្រជាងមានផ្លែមានផ្កាបានយកទៅស្លហើយផ្ការបស់វាសស្រទាប់ស្ដើង3-4ស្រទាប់ដែលយើងយកធ្វើជាបន្លែស្លកកូណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំគឺថ្ងៃហ្នឹងនិយាយពីដើមអង្គាដីពណ៌សនេះដែលជារុក្ខជាតិសម្បូរដាំដុះនៅតាមផ្ទះជនបទដែលគេយកធ្វើជាបន្លែមានលក់តាមផ្សារអីហូរហែអញ្ចឹងទៅអញ្ចឹងនេះគឺជាដើមផ្កាអង្គាដីអ្នកនៅទីក្រុងប្រជុំជនប្រហែលជាអត់សូវស្គាល់ទេតែបើអ្នកនៅជនបទអាចនឹងមានស្គាល់ខ្លះតែអ្នកខ្លះអាចនឹងអត់សូវស្គាល់
Chẳng ngày nắng chỉ score từng ọc ní em pi rồi chiết để cái dọc cá thôi chưa bọn lè cái hạt tập càng kia đầy nừng ảnh chẳng sầm rạp video nhóm cứ miên tại phần đăng tê bóng phồn ở con sầm rạp ca tu sna video mũi ní tăng bị đam rồi đã chọc hai bạn này ọc ní chưa chặt video rồi bọn nhóm pi rồi chiết xin xế nhà chui cho subscribe nâng like channel nhóm mũi phốt bây giờ tu ban video xemจะต้นนังรกจิตเซนนึกนงประเทศยืนของได้ออกคนสำหรับการโฆษณาวิดีโอมือนี้ตั้งปีดามเราได้จับของได้ออกคนต่างออกนี้